អូខេ color គឺបងប្អូនអាចធ្វើការជ្រើសរើសបានអត់ជាបញ្ហាទេហើយឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅជាលក្ខណៈ Windows ហើយនៅក្នុងហ្នឹងយើងនឹងសិក្សាអ្នកនរគ្នាអញ្ចឹងជាជំហានដំបូងអ្នកនរគ្នាបើក Photoshop មកហើយយក new file ក៏បានឬក៏ fill ហ្នឹងមកឬក៏ Command N ឬក៏ Control N នៅលើ Mac ឬក៏ Windows អូខេទំហំផ្សាយខ្ញុំយក date ហើយចំពោះកន្លែងហ្នឹងបងប្អូនដាក់មិនក៏បានដែរអាស្រ័យទៅលើការប្រើប្រាស់របស់បងប្អូនទេអត់ជាបញ្ហាទេឈ្មោះក៏ដូចគ្នាដែរហើយខ្ញុំធ្វើការ create វាមកអូខេឥឡូវយើងបានផ្ទាំងកិច្ចការងារមួយអញ្ចឹងជាជំហានដំបូងអ្នកនរគ្នាបង្កើត layer ថ្មីមួយអូខេហើយបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការបង្កើតនៅ layer ថ្មីមួយហើយបងប្អូនអាចធ្វើការចុច control backspace ឬក៏ command backspace មកប៉ុន្តែយើងធ្វើការដូរ color សិនអូខេយើងយកពណ៌ខ្មៅហើយយើងចុច OK ចុច control backspace ឬក៏ command backspace ឲ្យពណ៌ខ្មៅនឹងនៅខាងក្រោមណាកុំភ្លេចអូខេបន្តមកអ្នកនរគ្នាចូល filter អូខេកន្លែង filter ហ្នឹងហើយយើង scroll មកក្រោមយកrender ហើយខាងក្រោមអ្នកនរគ្នាយកខាងនេះយកមួយហ្នឹងមកអូខេអូខេកន្លែងនេះអ្នកនរគ្នាចង់បានកម្រាស់ខ្មៅស្ដើងក្រាស់អីសេរីយកខ្លួនឯងទៅតាមជាក់ស្ដែងឧទាហរណ៍ឥឡូវខ្ញុំយកវាមកល្មមហើយខាងក្រោមនេះវាជាលក្ខណៈnoise អូខេហើយយើង click OK មកប៉ុណ្ណឹងអូខេបន្ទាប់ពីយើងធ្វើការបានប៉ុណ្ណេះហើយអ្វីដែលអ្នកនរគ្នាត្រូវធ្វើបន្តគឺយើងត្រូវចូលនៅក្នុង filter ដដែលអូខេយើងធ្វើការជ្រើសយកនៅblur អូខេហើយយើងយកនៅ motion blur ខាងក្រោមនោះអូខេ scroll ចុះមកក្រោមបែបហ្នឹងឯងអូខេមួយហ្នឹងយើងចុចវាមកអញ្ចឹងនេះវា blur បែប motion វាបែបឆ្វេងស្ដាំហីចង់ចុះមកអូខេអញ្ចឹងខ្ញុំចង់ឲ្យវាលើក្រោមអញ្ចឹងកន្លែងនេះអ្នកនរគ្នាចង់បាន blur ខ្លាំងតិចតួចអីហ្នឹងយកតាមជាក់ស្ដែងមកសាក view វាមើលមកអូខេហើយខ្ញុំគិតថាជាប៉ុណ្ណឹងខ្ញុំ click OK មកអូខេបន្ទាប់ពីបានប្រហែលជាប៉ុណ្ណឹងហើយអ្វីដែលអ្នកនរគ្នាត្រូវធ្វើបង្កើត layer ថ្មីមួយអូខេហើយយើងចូលកន្លែង gradient ហើយយើងចុច gradient ហ្នឹងមកយើងទៅមើលខាងលើអូខេយក option ទី1នេះហើយចុចសញ្ញាព្រួយមកយើងតម្លាក់វាហើយនេះ gradient នេះមានច្រើនតែខ្ញុំអត់ប្រើទេអញ្ចឹងយើងទៅយកនៅ basic ខាងលើ classic ខាងលើអូខេយកអាទី1ហ្នឹងមកចុចលើវាប៉ុន្តែ gradient ហ្នឹងវាមានតែសខ្មៅមួយឯពេលដែលខ្ញុំទាញវាមកអញ្ចឹងតិចទៀតយើងធ្វើការផ្លាស់ប្ដូរវាបន្តិចអូខេចុចកន្លែងនេះមកយើងទាញវាអូខេទាញមកដាក់ត្រង់បែបនេះឃើញវាមានតែសខ្មៅឯឥឡូវខ្ញុំចង់ឲ្យខ្មៅសងខាងហើយសកដាលអញ្ចឹងកន្លែងនេះយើងធ្វើការដូរពណ៌វាមកឥឡូវខ្ញុំយកពណ៌ខ្មៅត្រូវហើយចុចទៅលើនោះមួយហើយវាមានអាកន្លែងសញ្ញាតូចនោះវងមូលកន្លែងហ្នឹងយើងដូរវាមកជាខ្មៅមកហើយកណ្ដាលយើងចុចឲ្យវាចេញសញ្ញាបូកដើម្បីយើងបន្ថែមនៅពណ៌អូខេយកពណ៌សហ្នឹងត្រូវហើយបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើង click ទៅលើ layer ហ្នឹងមកស្ដាំមកអូខេយក convert to smart object អូខេយើងធ្វើការចុច control យើងដូរសិនអូខេដូរ modify នឹងកន្លែងហ្នឹងមកអូខេបន្ទាប់ពីដូរឃើញវាចេញទ្រង់ទ្រាយបែបហ្នឹងបន្ទាប់មក control T ឬក៏ command T យើងទាញវាអាទំហំកន្លែងហ្នឹងអ្នកនរគ្នាចង់បានប្រហែលផ្នត់ឬក៏ចង់បានកម្រាស់ណាអញ្ចឹងណាអញ្ចឹងអានេះខ្ញុំទាញយ៉ាងច្រើនអញ្ចឹងយើងធ្វើការ duplicate copy វាឲ្យពេញមកហ្នឹងមកបើអ្នកនរគ្នាដាក់ window យ៉ាងធំក៏បានដែរប៉ុន្តែខ្ញុំភ្លេចចាប់អារម្មណ៍កន្លែងហ្នឹងខ្ញុំដាក់យ៉ាងទូចទៅវាចេញកាឡាល្អិតហៅថាអាមួយផ្នត់របស់វាហ្នឹងណាអូខេឥឡូវខ្ញុំធ្វើការ copy វាឆាប់ហើយអូខេអត់ទាន់ពេញទេអញ្ចឹងខ្ញុំ copy វាបន្ថែមទៀតដើម្បីយើងដាក់វាមកពេញអញ្ចឹងខ្ញុំយកប៉ុណ្នេះកន្លែង layer ហ្នឹងអូខេប្រហែលជាប៉ុណ្ណឹងឃើញទេយើងបានពណ៌ខ្មៅសិនហើយវាអត់ទាន់ចេញជាលក្ខណៈ Windows ទេអញ្ចឹងអា layer ដែលយើងធ្វើការ copy ហ្នឹងយើងធ្វើការឈរទៅលើខាងលើ apport មក scroll ចុះមកក្រោមចុច shift បញ្ចុចដើម្បីយើងមាចគ្រប់នឹងចូលទាំងអស់ន័យថា convert វាទៅតែមួយរូបបានទេអូខេមកស្ដាំមកយើង convert to smart object ហ្នឹងឯងអូខេបន្ទាប់ពីយើងបានប៉ុណ្ណេះហើយអ្វីយើងត្រូវធ្វើគឺយើងធ្វើការដូរ color ចូល image ហើយយើងធ្វើការចូលនៅ adjustment ហើយយើងយក shoot saturation ហ្នឹងមកអូខេអញ្ចឹង color អ្នកនរគ្នាស្រឡាញ់ពណ៌អីយកពណ៌ហ្នឹងមកអាចធ្វើការស្រេទៅតាមចំណង់ចំណូលចិត្តដែលអ្នកទាំងអស់គ្នាចង់បាននៅក្នុងការ design poster ក៏ដូចជា banner អីផ្សេងៗដែលអ្នកនរគ្នាចង់ធ្វើការដាក់ហ្នឹងណាហើយភាគច្រើនខ្ញុំឃើញគ្នាយើងគាត់យក design poster បុណ្យជំនាន់បច្ចុប្បន្នអីចឹងទៅហើយនេះ color
trong man bài na po na slang bài na nó chỉ xaផ្នត់របស់វាអ្នកនរគ្នាដាក់ធំធំតិចទៅបើដាក់តូចតូចពេកក៏បានដែរហើយយើង click OK មកចានេះខ្ញុំធ្វើការដុប copy វាអូខេហើយខ្ញុំធ្វើការ convert វាទៅជា smart object ឲ្យអ្នកនរគ្នាមើលមួយសិនបន្ទាប់មកខ្ញុំទាញវាចូលឃើញទេវាទូចអញ្ចេះបើយើងទាញវាចូលទៅវាទូចអញ្ចឹងអ្នកនរគ្នាផ្នត់ដាក់ធំធំទៅអូខេអញ្ចឹង control T ហើយខ្ញុំធ្វើការទាញវាទៅជាលក្ខណៈwindow អញ្ចឹងអ្នកនរគ្នា control T ឬក៏ command T មក mouse ស្ដាំហើយយកអា warp ខាងក្រោមនោះអូខេហើយកន្លែងនេះអ្នកនរគ្នាទាញបានកោងពុតប៉ុណ្ណាអ្វីដែលអ្នកនរគ្នាចង់បានអញ្ចឹងទៅឃើញទេអញ្ចឹងវាមើលទៅវាស្អាតដែរបើសិនអ្នកនរគ្នាយកធ្វើការ design នៅក្នុង poster ហើយទីទៀតខ្ញុំដាក់គំរូឲ្យអ្នកនរគ្នាមើលទៅតាមការ design ហ្នឹងណាអូខេ copy វាមកចុច Alt ឲ្យជាប់ឬក៏ចុច option ឲ្យជាប់នៅលើ Mac អូខេយើងធ្វើការបង្វិលវាដាក់វាបែបហ្នឹងឃើញអត់នេះចេញមក window យើងហើយនេះខ្ញុំឧទាហរណ៍ដាក់រូបសាកទេចឹងអ្នកនរគ្នាមាន poster រូបភាពផ្សេងៗយ៉ាងណាអីអាចធ្វើការសិក្សាតាមវីដេអូនឹងបានអូខេចឹងមេរៀនមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងមេរៀនបន្តទៀតអរគុណបាយបាយ